ដូច្នេះក្រោយពីចាប់72ម៉ោងត្រូវធ្វើម៉េចចរចាឲ្យលឿនឲ្យស្វិតស្វាញដើម្បីដកអាវុធធុនធ្ងន់ចេញពីព្រំដែនការដែលដកអាវុធធុនធ្ងន់ហ្នឹងតើថៃវាតម្រូវឲ្យធ្វើយ៉ាងណាដើម្បីតម្កល់ការឈប់បាញ់តទៅទៀតនេះគឺជាករណីដែលត្រូវធ្វើហើយអត់មានលេងល្បិចជាមួយវាទេលោកហ៊ុនសែនតែលេងល្បិចជាមួយវាវាយទៀតបាទវាវាយទៀតណាបងប្អូនវាវាយទៀតខ្ញុំសូមជម្រាបថាសង្គ្រាមកម្ពុជាថៃឡង់គឺថៃវាមានប្រៀបជាងលើសមរភូមិដូច្នេះដោយសារវាមានប្រៀបជាងលើសមរភូមិការធ្វើសង្គ្រាមគឺថៃវាអត់ចង់ឈប់បាញ់ទេវាគ្រាន់តែឈប់បាញ់មួយសាដើម្បីដកសម្ពាធអន្តរជាតិតែប៉ុណ្ណោះនេះគឺជាលក្ខណៈដែលវាធ្វើដូច្នេះហើយយើងឃើញថាក្រោយពី72ម៉ោងបញ្ចប់ការឈប់បាញ់72ម៉ោងកម្ពុជាត្រូវចងក្រងបែបណាឲ្យមាំទាំដល់ការឈប់បាញ់បន្តហើយត្រូវអនុវត្តវិធានដកអាវុធយុទ្ធោបករណ៍ធុនធ្ងន់ចេញពីតំបន់ព្រំដែនតើដករបៀបម៉េចអីជាដើមហើយយើងចាំមើលស្នាដៃរបស់ចិនកុម្មុយនីសផងថាចិនកុម្មុយនីសហ្នឹងគេអាចធ្វើជាការតាមដានដូចម្ដេចខ្ញុំសូមជម្រាបអារឿងផ្កាយរណបរឿងអីហ្នឹងណាជួនកាលទៅជាចំណាយបច្ចេកវិទ្យាតែវាទាល់តែមានមនុស្សនៅលើដែនដីផ្ទាល់វាទាល់តែមានមនុស្សនៅលើដែនដីផ្ទាល់ថាតើដែនដីផ្ទាល់ហ្នឹងចិនអាចមានយន្តការក្នុងការបញ្ជូនអ្នកអង្កេតការឬក៏អ្នករក្សាសន្តិភាពបែបម៉េចឬក៏យន្តការយ៉ាងបែបម៉េចមកកាន់កម្ពុជាថៃឡង់ហើយកម្ពុជាថៃឡង់នឹងមានយន្តការបែបម៉េចព្រមព្រៀងជាមួយនឹងយន្តការចិននៅពេលជាមួយគ្នានេះវានៅសល់តែប្រហែលថ្ងៃទៀតទេវាដាច់ឆ្នាំ2025ហើយអញ្ចឹងបាល់អាស៊ានវាត្រូវចូលទៅក្នុងបរិវេណរបស់ហ្វីលីពីនហើយហ្វីលីពីនវាកំពុងតែឆ្លោះគ្នាជាមួយចិនតើប្រេសេដង់ម៉ាកូសជូនៀហ្នឹងណាតើប្រេសេដង់ម៉ាកូសហ្នឹងគាត់ណាតើប្រេសេដង់ម៉ាកូសហ្នឹងគាត់ពិតជានិយាយជាមួយចិនដូចម្ដេចនៅពេលដែលចិនវាមិនត្រូវគ្នាជាមួយហ្វីលីពីនហើយនៅពេលដែលចិនវាមិនត្រូវគ្នាជាមួយហ្វីលីពីនបើចិនវាមិនត្រូវគ្នាជាមួយហ្វីលីពីនតើការខំប្រឹងឲ្យមានបទឈប់បាញ់បន្តទៅទៀតហើយនឹង monitor ការឈប់បាញ់ណាតើការដែលធ្វើ monitor ការឈប់បាញ់ការឈប់បាញ់ហ្នឹងអាចមានប្រសិទ្ធភាពប៉ុណ្ណានេះគឺអ្វីដែលវាត្រូវតាមដានតទៅទៀតអញ្ចឹងចាំមើលថ្ងៃស្អែកតើការជួបគ្នានៅចិនហ្នឹងវាចេញផលយ៉ាងណាសម្រីឯយន្តហោះដែលហោះចុះពីបេឡារុសនិងពីប្រទេសចិនហ្នឹងក៏ថៃវាតាមដានបាទថៃវាតាមដានបន្ទាប់មកទៀតគឺចំណុចមួយទៀតដែលត្រូវកលេចមើលគឺសហរដ្ឋអាមេរិកកំពុងតែគិតយ៉ាងណានៅពេលដែលមន្ត្រីការបរទេសថៃហើយនិងកម្ពុជាវាទៅស្រុកចិននៅពេលដែលចិនធ្វើនយោបាយក្របីស៊ីស្រូវបងមិនសូវហ៊ានដេញតើម៉ាកូរូបយ៉ូចាប់អារម្មណ៍នឹងរឿងនឹងប៉ុណ្ណាលោកប្រធានាធិបតីដូណាល់ត្រាំចាប់អារម្មណ៍រឿងនឹងប៉ុណ្ណាអ្វីដែលខ្ញុំឃើញកើតឡើងជាមួយហ្វីលីពីនគឺលោកប្រធានាធិបតីដូណាល់ត្រាំ
បានពង្រឹងសន្ធិសញ្ញាយោធាជាមួយនឹងហ្វីលីពីនបើពង្រឹងសន្ធិសញ្ញាជាមួយហ្វីលីពីនបានសេចក្តីថាចិនក្តៅស្លឹកត្រចៀកបើចិនក្តៅស្លឹកត្រចៀកតើចិននឹងប្រតិកម្មបែបណាជាមួយនឹងហ្វីលីពីនហើយបើប្រតិកម្មបែបណាជាមួយហ្វីលីពីនតើហ្វីលីពីនដែលคล้ายទៅជាប្រធានអាស៊ាននោះនឹងធ្វើការដូចម្ដេចចំពោះសន្តិភាពនៅថៃឡែនកម្ពុជាវាប្រតិកលាគ្នាអញ្ចឹងណាអញ្ចឹងរន្ធត់ណាថ្ងៃ28 29រហូតដល់31យើងឃើញថាសភាពការច្រើននៅកម្ពុជាហាក់ដូចជាចូលទៀតហើយមានការអបអរសាទរសន្តិភាពមានការជូនពរគ្នាក៏ក្រឹកក៏ក្រែងដែលសម្ដែងឲ្យឃើញថាមេរៀនដូចជាមិនសូវបានរៀនបណ្ណាទេបាទមិនត្រូវបានរៀនបណ្ណាទេណាគឺមិនឃើញដូចជាកម្ពុជាបាត់ចូលទេគឺឃើញនៅចូលនៅឡើយជាពិសេសមេដឹកនាំនៅចូលនៅឡើយណាមនុស្សម្នាក៏ឃើញតែចូលនៅឡើយហើយការភ័ន្តច្រឡំដ៏ធំថាសន្តិភាពនឹងវាមកដល់ដែលវាអត់ឃើញសន្តិភាពទេវាឃើញថាការងារត្រូវធ្វើច្រើនតទៅទៀតអញ្ចឹងខ្ញុំក៏មិនដឹងថាម៉េចដែរចាំមើលថាតើភាពស៊ីជោចាញ់ផលយ៉ាងណាក្នុងចំពោះមុខបច្ចុប្បន្នហើយនឹងអនាគតកាលចំពោះបងប្អូនដែលព្រួយបារម្ភពីអនាគតរបស់ខ្លួនគឺល្អហើយការព្រួយបារម្ភណាគឺល្អពីព្រោះដាច់ឆ្នាំនេះចូលឆ្នាំថ្មីសេដ្ឋកិច្ចវាមិនល្អដូចយើងស្មានទុកទេអានឹងអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំឆ្លើយទៅសំណួរបងប្អូនសិន The book Psychology of Money V Morgan Housel is good or not I don't know កូនខ្ញុំអត់ដឹងទេបាទខ្ញុំអត់ដឹងទេខ្ញុំក៏បោះចោលអស់ច្រើនហើយខ្ញុំភ្លេចហើយអត់ដឹងបាទតែសភៅហ្នឹងដូចជាខ្ញុំមិនបានអានទេលោកតាថៃអាចវាយម្ដងទៀតទេអាចវិសាលអាចឈៀងដុល្លារអរគុណសួស្ដីសំហុងrelax ជំរាបសួរសុរដេតលីហេងស្វាយលីfishing ខ្ញុំមិនទាន់និយាយរឿងហ្នឹងទេរឿងបន្លាលួសហ្នឹងណាខ្ញុំមិនទាន់និយាយទេពីព្រោះអ្វីខ្ញុំកំពុងតែខំប្រឹងនិយាយឲ្យយល់ថាគេឈប់បាញ់គ្នា72ម៉ោងហ្នឹងដល់ពេលវាចាប់ទៅគេត្រូវធ្វើអីទៀតយើងត្រូវស្វែងយល់ឲ្យច្បាស់ប្រហែលភាគមុនហ្នឹងខ្ញុំយកចិត្តទុកដាក់នឹងយកចិត្តទុកដាក់នឹងភូមិសាស្ត្រនយោបាយខ្ញុំនិយាយពី3ភាគណាភូមិសាស្ត្រនយោបាយខ្ញុំនិយាយពី3ភាគភូមិសាស្ត្រនយោបាយនិយាយទៅនិយាយមកសិនអញ្ចឹងវាចាប់មួយអន្លើរឿងរាយបន្លាលួសលើដៃអីហ្នឹងខ្ញុំមិនឃើញទេតែខ្ញុំមិននិយាយមិនលើកមកនិយាយនៅឡើយបន្តិចម្ដងដើម្បីរុញបញ្ហាឲ្យកូនចៅប្រិមិត្តយល់ថាគេត្រូវធ្វើស្អីណាអានោះអញ្ចឹងមង្គលជំរាបសួររឿងលួសបន្លានេះប្រិមិត្តកូនចៅមើលឃើញតែព័ត៌មានបន្តិចបន្តួចទេខ្ញុំឃើញព័ត៌មានច្រើនជាងហ្នឹងតែខ្ញុំមិននិយាយបាទខ្ញុំមិននិយាយទេខ្ញុំកំពុងតែគិតអីផ្សេងអញ្ចឹងក្នុង show ខ្ញុំមួយខ្ញុំឥឡូវនេះកំពុងតែយកចិត្តទុកដាក់អធិប្បាយឲ្យយល់អំពីថាវាឈប់បាញ់72ម៉ោងហ្នឹងវាត្រូវធ្វើស្អីទៀតហើយបើសិនជាឆ្លោះឆ្លួយវាបាញ់គ្នាទៀតណាអានោះអញ្ចឹង
ហើយចំពោះអ្នកដែលឆ្ងល់ថាការចែកខណ្ឌសីមាគេយកផែនទីអីយកមកប្រើណាដែលសួរណាយកផែនទីអីមកប្រើហេងថៃគឺអត់យកផែនទីមកប្រើទេគឺការចែកខណ្ឌសីមាគឺពឹងទៅលើកិច្ចការ5ដំណាក់កាលនៃកិច្ចព្រមព្រៀង JBC ទី1ក្រុមចម្រុះកម្ពុជាថៃត្រូវចុះទៅស្វែងរកនិងព្រមព្រៀងបង្គោលទាំង74ថាតើនៅសល់ប៉ុន្មានហើយទីតាំងនៃបង្គោលនោះព្រមឬមិនព្រមបើព្រមហើយត្រូវចុះហត្ថលេខាលើកំហើញអស់ហ្នឹងហើយបើទៅដល់ចំណុចដែលគ្មានបង្គោលឬវាបាត់បង្គោលក៏ត្រូវបោះបង្គោលបណ្ដោះអាសន្នហើយចុះហត្ថលេខាលើកំហើញនឹងការព្រមព្រៀងអស់ហ្នឹងអញ្ចឹងដំណាក់កាលទី1គឺក្រមចម្រុះកម្ពុជាថៃចុះទៅស្វែងរកបង្គោលកំណត់ទីតាំងនៃបង្គោលព្រមព្រៀងចុះហត្ថលេខាបើបង្គោលនៅក៏ព្រមព្រៀងចុះហត្ថលេខាបង្គោលមិននៅក៏បោះបង្គោលមួយបណ្ដោះអាសន្នហើយចុះកិច្ចព្រមព្រៀងនឹងហត្ថលេខាដំណាក់កាលទី2គឺការវាស់វែងដោយប្រើឧបករណ៍វិទ្យាសាស្ត្រដំណាក់កាលវាស់វែងដោយប្រើឧបករណ៍វិទ្យាសាស្ត្រមានការថតហ្វូតូម៉ែត្រមានការវាស់ចំណុចនីមួយនៃចន្លោះបង្គោលដែលព្រមព្រៀងគ្នាហើយនឹងមានការបោះបង្គោលតម្រុយព្រំដែនបណ្ដោះអាសន្នដែលធ្វើនៅក្នុងរវាង50ម៉ែត្រឬ100ម៉ែត្រពីបង្គោលបណ្ដោះអាសន្នដែលជាតម្រុយមួយនឹងដំណាក់កាលដែលត្រូវកិច្ចការធ្វើលើកទី2លើកទី3ប្រើប្រាស់ការជំរះឲ្យច្បាស់លាស់នៅចំណុចដែលស្មុគស្មាញដោយប្រើឧបករណ៍វិទ្យាសាស្ត្រដល់កិច្ចការទី4គឺការភ្ជាប់នៅកិច្ចការទី1ទី2ទី3មកឲ្យទៅជាសំណុំព្រមព្រៀងច្បាស់លាស់នៅក្នុងកិច្ចការរបស់ JBC និងក្រុមបច្ចេកទេសហើយក៏បង្កើតបាននៅទម្រង់ឲ្យព្រមព្រៀងគ្នាគ្រប់ចំណុចថាចំណុចទាំងអស់នឹងព្រមព្រៀងហើយក៏តាក់តែងរបាយការណ៍ជូនទៅរដ្ឋាភិបាលថៃនិងកម្ពុជាឲ្យជាអំណាចសម្រេចចូលដល់កិច្ចការទី5អំណាចសម្រេចរបស់រដ្ឋាភិបាលកម្ពុជានិងថៃទើបតាក់តែងនៅសន្ធិសញ្ញាព្រំដែនដែលសន្ធិសញ្ញាព្រំដែននោះថាតើនឹងចុះហត្ថលេខាជាពិធីសារមួយម្ដងដំណាក់កាលឬក៏ចុះជាសន្ធិសញ្ញាសម្រាប់ទាំងអស់លើព្រំដែន800គីឡូម៉ែត្រនឹងគេនៅអញ្ចឹងកិច្ចការនោះគេត្រូវធ្វើ5កិច្ចការគេព្រមព្រៀងគ្នាហើយគេអត់មានប្រើផែនទីទេគេប្រើឧបករណ៍វិទ្យាសាស្ត្រហើយអ្វីដែលគេពឹងផ្អែកនោះគឺលើអនុសញ្ញា1904និងសន្ធិសញ្ញា1907រីឯផែនទីអបសម្ព័ន្ធគេគ្រាន់តែពិគ្រោះទេមិនមែនយកមកប្រើទេនឹងអញ្ចឹងនេះគឺតកតងនឹងអ្វីដែលគេព្រមនឹងគ្នាណាfishing ប្រាសាទព្រះវិហារខូចខាតធ្ងន់ធ្ងរណាស់ខ្ញុំមិនយកចិត្តទុកដាក់ប្រមាណទេអានឹងជា
ជាបាបកម្មរបស់មេដឹកនាំខ្មែរតាំងពី2008មកវាជាបាបកម្មនឹងវាធ្លាក់ទៅលើប្រាសាទវាធ្លាក់ទៅលើអីចឹងហើយអ្នកដែលមានចំណាប់អារម្មណ៍លើប្រាសាទព្រះវិហារហ្នឹងសួរខ្លួនឯងវិញថាជីវិតខ្លួនឯងតើអ្នកណាត្រួតត្រាជីវិតរបស់ខ្មែរដែលរអ៊ូរតំឬក៏ទួញធ្ងរឬក៏ស្រែករកពុទ្ធោតើនរណាអ្នកត្រួតត្រាចម្លើយឆ្លើយថាបាតជើងមួយនៃអំណាចផ្ដាច់ការលោកហ៊ុនសែនកំពុងតែជន់កកខ្មែរបើខ្មែរសក់ក្រោមលោកហ៊ុនសែនអាប្រាសាទព្រះវិហារហ្នឹងទោះបីវាអាលាយស្មើរៀបស្មើនឹងដីភ្នំដងរែកក៏មិនចាំបាច់តវ៉ាអីទេពីព្រោះអាហ្នឹងគឺនយោបាយលោកហ៊ុនសែនបើពេញចិត្តហ៊ុនសែនហើយណាតែបើសិនជាមិនពេញចិត្តនឹងហ៊ុនសែនទេត្រូវគិតថាតើយើងមានអំណាចអីទៅតវ៉ានៅពេលដែលហ៊ុនសែនគាត់ដឹកនាំនយោបាយវាទៅជាកើតចំនួនគ្នាវាខ្ទេចអស់ប្រាសាទសួរខ្លួនឯងថាបាតជើងហ៊ុនសែននៅពីលើក្បាលសំខាន់ជាងប្រាសាទឬប្រាសាទសំខាន់ជាងបាតជើងរើសខ្លួនឯងអាហ្នឹងអ្នកដែលដឹងចំណែកជំរើសទី3ចំពោះអ្នកដែលយល់ឃើញថាអាការខូចខាតប្រាសាទហ្នឹងគឺត្រូវតែថ្កោលទោសសៀមសូមថ្កោលទោសចោះប្តឹងចោះណាចង់បន្ទោសសៀមថៃហ្នឹងថាវាធ្វើឲ្យខូចប្រាសាទហ្នឹងក៏ធ្វើចោះមនុស្ស3ចម្ពោះ1ត្រូវដឹងថាអាប្រាសាទហ្នឹងវាមកពីមាត់ស្អុយរបស់ហ៊ុនសែនស៊ីត្រាវវាកើតអារឿងហ្នឹងមកអញ្ចឹងឲ្យដឹងថាកុំអីប្រាសាទហ្នឹងវាមិនខ្ទេចដល់ប៉ុណ្ណឹងនេះវាកើតពី2008មកចំណែកទី2ណាបើពេញចិត្តទី1គឺថាដឹងថាប្រាសាទហ្នឹងយ៉ាងម៉េចបើមិនដឹងទេឲ្យទៅណាស្រឡាញ់ហ៊ុនសែនតទៀតទៅទី2គឺឲ្យដឹងថាបើពេញចិត្តហ៊ុនសែនហើយសពសบายហើយកុំតវ៉ារឿងប្រាសាទធ្វើតាមគាត់ទៅគាត់ចង់ថ្កោលទោសថៃគាត់ថ្កោលទោសទៅគាត់ចង់ប្តឹងថៃគាត់ប្តឹងទៅណាតែកុំភ្លេចថាបាតជើងដែលសង្កត់លើក្បាលគឺហ៊ុនសែនមិនមែនបងប្អូនជាអ្នកសម្រេចទេណាទី3ចំពោះបងប្អូនដែលចង់ថ្កោលទោសនៅក្រៅប្រទេសមិនរស់នៅក្រោមបាតជើងរបស់ហ៊ុនសែនទេដែលចង់ថ្កោលទោសទៅចង់ប្តឹងទៅចង់ធ្វើម៉េចក៏ធ្វើទៅចង់បន្ទោសសៀមក៏បន្ទោសទៅអញ្ចឹងហើយប្រាសាទព្រះវិហារនឹងខ្ញុំអត់យកមកនិយាយទេកុំថាប្រាសាទព្រះវិហារប្រាសាទណាក៏ដោយបើវាធ្លាក់ត្រូវអង្គរវត្តក៏ត្រូវដឹងថាបើបងប្អូនស្រឡាញ់សន្តិភាពធ្វើតាមហ៊ុនសែនបើបងប្អូនដឹងថាបាតជើងហ៊ុនសែននៅពីលើក្បាលបងប្អូនធ្វើអីកើតអាហ្នឹងបងប្អូនគិតខ្លួនឯងបាតជើងនៅពីលើក្បាលបើបងប្អូនអត់មានបាតជើងនៅពីលើក្បាលហើយបងប្អូនចង់ប្តឹងចង់អីបងប្អូនចង់ធ្វើអីក៏បានដែរសរុបសេចក្តីមកអវិនិស្សកម្មនៅកម្ពុជាវាកើតឡើងពីមេដឹកនាំបើសិនណាជាខ្មែរអត់យល់អាហ្នឹងបាបកម្មវិនិស្សកម្មហ្នឹងគឺជាបាបកម្មតែប៉ុណ្្នឹងឯងអញ្ចឹងបើចៅថ្លឹងមើលតើនៅលើក្បាលចៅមានបាតជើងហ៊ុនសែននៅពីលើទេណាបើវាមានបាតជើងកុំល្អូអារឿងប្រាសាទព្រះវិហារកុំថាឡើយបែកបាក់ប៉ុណ្ណឹងរៀបស្មើនឹងដីនៅក្នុងភ្នំដងរែកក៏អត់មានធ្វើអីកើតដែរអាហ្នឹងវាជាផលចេញពីការដឹកនាំរបស់ប្រទេសមេដឹកនាំឲ្យវាចេញផលអញ្ចឹងបន្ទោសថៃតតាយើងស្លាប់ទៅវិញក៏អត់បានអូខេឲ្យយល់អំពីបញ្ហាអាហ្នឹងអញ្ចឹងI love you មេតបធំទៅពី3ដងហើយដូច្នេះគ្មានអីប្លែកទេអាប្រាសាទបែកបាក់ហ្នឹងវាគ្មានអីប្លែកទេគ្រាន់តែជារបៀបថៃគេឃោសនាទេកុំចាប់អារម្មណ៍ណាកុំចាប់អារម្មណ៍
មេតបថៃវាចេះតែចោះទៅប្រាសាទតាកបីដែលបែកបាក់អស់ហ្នឹងវាគ្រាន់តែចង់បង្ហាញពួកមនុស្សស៊ីជោនៅខាងកម្ពុជានេះវាមានអ្នកស៊ីជោថាអានឹង AI អីចឹងទៅអញ្ចឹងទុកឲ្យអ្នកស៊ីជោហ្នឹងគេមើលមេតបថៃទៅមេតបថៃវាទៅ2 3ដងហើយខុសគ្នាជាការភូមិភាគ2ផងប៊ុនសិនផាតខ្លាំងផងណាដតីទៀតរឿងហ្នឹងអត់មានអីប្លែកទេណាហើយអារឿងតាកបីហ្នឹងដូចព្រះវិហារអញ្ចឹងបើវាបែកបាក់ហើយបើសិនជាវាលាយរៀបទៅដីក៏ត្រូវដឹងថាអារបស់អស់ហ្នឹងគឺការដឹកនាំប្រទេសវាមកពីការដឹកនាំប្រទេសហើយបើមិនដឹងទេក៏ហើយទៅណាបាទខ្ញុំយល់បន្តិចខ្ញុំចងក្រងឯកសារទុកបាទខ្ញុំចងក្រងឯកសារទុកឲ្យតែអក្រិតជនឆ្លងដែនក្រសួងមានសមត្ថកិច្ចគេឃើញសញ្ញាខ្ញុំនឹងចេះតែចងក្រងទុកទៅឲ្យ Facebook ផងទៅឲ្យក្រសួងមានសមត្ថកិច្ចខ្ញុំផងមនុស្សរស់នៅជាពលរដ្ឋគោរពច្បាប់គឺបើខ្មែរនឹងសត្វពួកដែលអនុវត្តនយោបាយខ្មែរក្រហមអានោះគឺជាពួកដែលអនុវត្តនយោបាយខ្មែរក្រហមទីណាក៏តែងតែមានគ្រោះថ្នាក់តែងតែមានការប្រឈមអញ្ចឹងយើងប្រយ័ត្នប្រយែងទៅតាមហ្នឹងទៅបាទប្រយ័ត្នប្រយែងតាមហ្នឹងទៅគ្មានអីទេដូចកាន់ចកោតឡានលើផ្លូវអញ្ចឹងបងសូម្បីតែយើងជិះឡានគេបើកបើសិនគេងុយដីក៏ក្លាប់ឡានដែរបងបាទអាហ្នឹងអញ្ចឹងដើមបាទអាហ្នឹងអញ្ចឹងពិសីលីអានោះបើសិនជាចៅឆ្ងល់អ្នកដែលចៅត្រូវសួរគឺរាជរដ្ឋាភិបាលវាមិនមែនអ្នកណាទេដូចខ្ញុំនិយាយរឿងប្រាសាទព្រះវិហារអីចឹងបាតជើងមួយនៅពីលើក្បាលរបស់ចៅហ៊ានសួរទេចៅអត់ហ៊ានសួរអញ្ចឹងយើងគ្រាន់តែគិតទេគិតយ៉ាងម៉េចក៏គិតទៅតែបើតាមតាវិញតាចង់ប្រាប់ថាធ្វើម៉េចឲ្យចៅយកចិត្តទុកដាក់នឹងជីវិតរបស់ចៅហើយនឹងការរៀនសូត្រល្អជាជាងទៅយកចិត្តទុកដាក់នឹងលោះបន្លាមិនបានអញ្ចឹងលោះបន្លានេះវាតកតងនឹងផលដែលផលនេះវាកើតឡើងនៅព្រំដែនខាងកើតជាមួយវៀតណាមបើវាកើតបាននៅព្រំដែនខាងកើតព្រំដែនខាងលិចគឺត្រូវតែកើតมันអាចតវ៉ាអីបានទេគឺត្រូវតែកើតអញ្ចឹងព្រំដែនខាងកើតអ្នកណានិយាយរឿងព្រំដែនគេវាយគេចាប់ដាក់គុកអញ្ចឹងព្រំដែនខាងលិចកុំថាឡើយពាត់លុះបន្លាចង់ធ្វើលបងស៊ីម៉ងក៏ស្រេចតែគេអ្នកណាតវ៉ាគេចាប់ដាក់គុកណាអាហ្នឹងអញ្ចឹងណាអ្នកណាតវ៉ាគេចាប់ដាក់គុកអាហ្នឹងអញ្ចឹងបាទអញ្ចឹងពិសីគួរណាស់រៀនណាបងណាអូខេម៉ៃកាឡាំតើយើងត្រូវធ្វើដូចម្ដេចដើម្បីឲ្យសេដ្ឋកិច្ចដើរទាន់ចិននិងយោធាតាមទាន់ USA សំណួរនេះធំពេកណា Michael សំណួរនេះវាធំមែនតើដូចថាទេហោតាហ្នឹងប្រប៉ិនមកមីក្តរទេប៉ុន្តែចៅសួរតាស្មើនឹងសក់ព្រះឥសូរឬក៏មកមីក្តរព្រំដូច្នេះតាឆ្លើយអត់រួចទេ
ពីព្រោះចៅគឺជាមនុស្សអរិយបុគ្គលចៅចង់ឲ្យខ្សែតកិច្ចប្រទេសកម្ពុជានឹងវាខ្លាំងស្មើចិនបាទត្រូវការងាប់ប្រហែលជា1000លានជាតិទៀតទើបកើតបានទៅជាខ្សែតកិច្ចអញ្ចឹងចៅត្រូវចាប់ជាតិជាខ្មែរហ្នឹងខ្មែររបៀបប្រភេទចូលប្រភេទហ្នឹងត្រូវចាប់ជាតិ1000លានជាតិទៀតក៏មិនទាន់ឃើញមមិសចិនផងអាហ្នឹងរឿងខ្សែតកិច្ចណាកូនណាហើយចំណែកឯខ្លាំងដោយសហរដ្ឋអាមេរិកហ្នឹងវាតលតែសាកនុយក្លេអ៊ែរហ្នឹងចំនួនយ៉ាងតិចណា1លានជាតិទៀតងើបឡើងទៅជាផេះងើបឡើងទៅជាផេះអាហ្នឹងអាចចម្រាញ់ចុងក្រោយបានប្រប៉ិនមកមីសក្តរអាមេរិកាំងហើយចំណែកតានេះតាឆ្លើយមិនរួចទេពីព្រោះតានេះវាអន់ណាស់សេចក្តីប្រាថ្នាដែលចៅចង់បាននោះវាធំពេកអាហ្នឹងតាត្រូវរត់បុកអញ្ចាំងយ៉ាងតិច10000 ដង1លានដងឬក៏100លានដងបុកអញ្ចាំងហើយហ្នឹងក៏រកចម្លើយឲ្យចៅមិនបានដែរព្រោះលឹមហេងសួរMichael សួរតាហ្នឹងវាធំណាស់កូនណាវាធំណាស់ចាឯងត្រូវការកើតយ៉ាងតិច100លានជាតិឬ1000លានជាតិទើបរកអ្នកដែលចេះឆ្លើយអានោះ AI ក៏ឆ្លើយមិនរួចដែរ AI នៅអាមេរិកក៏ឆ្លើយមិនរួច AI ចិនក៏ឆ្លើយរួចដែរកូនអាហ្នឹងអញ្ចឹងអូខេលឹមហេងបើចង់កំណែតម្រង់វិស័យអប់រំយើងគួរចាប់ផ្ដើមពីណាទៅអ្នកប្រាជ្ញដូចជាលោកហងជួនណារងគាត់ចេះដឹងរឿងហ្នឹងហើយអូខេអានសៀវភៅគាត់មានបោះពុំសៀវភៅនៃគំនិតរបស់គាត់លើវិស័យអប់រំទៅទិញអានគាត់មានសៀវភៅណាលឹមហេងណាអ៊ូរ៉ាន់សង្គ្រាមមិនទាន់ចប់ទេលោកតាខ្ញុំដឹងថាថ្ងៃអនាគតគង់តែមានថ្ងៃនេះសន្តិភាពមិនទាន់មានពេញលេញសន្តិភាពអត់មានទេអត់មានសន្តិភាពទេណា Night Fire ប៉ុន្មានថ្ងៃមុនឃើញមានការបែកធ្លាយរូបថតក្នុង Facebook ឆិនជឺកំពុងតែនៅខ្មែរនៅឡើយទេអាហ្នឹងទុកឲ្យខាងអាមេរិកគេធ្វើចោលចំណែកខ្ញុំម្នេះគឺនិយាយរឿងផ្សេងទៅទៀតណាអាហ្នឹងអញ្ចឹងតាសំសួរថៃវាយលើកនេះចុះថៃវាយលើកមុនដោយសារអ្វីឲ្យតែតាក់ទងនឹងលោកហ៊ុនសែនគឺដោយសាររឿងដដែលណាកូនណាអូខេលោកពូថ្ងៃណាអាចធ្វើ show ពីពូជសាសសៀមយួនមកពីណាពូជខ្មែរមកអានឹងចាំថ្ងៃក្រោយនិយាយណាកូនណាហ្នឹងហើយហេងថៃតើការខណ្ឌព្រំដែនសីមាឆ្លើយហើយកូនណារឿងផែនទីហ្នឹងគេអត់ប្រើទេ real country life ពួកតាណើបខ្លះពេលគេបញ្យល់ឲ្យគេឲ្យចេះមិនខំស្ដាប់បែរជាយកវីដេអូទៅលេងសើចក្នុង TikTok គេត្រូវការរកលុយគេតែងតែធ្វើឲ្យមនុស្សយើងគិតផ្សេងគ្នាណាតាគួន official ថៃវាលើកនេះឆ្លើយហើយពូមិនបាច់បរិច្ចាគសប្បុរសធម៌ដល់កម្ពុជាតើចិនបរិច្ចាគពូចិនបានបរិច្ចាគសប្បុរសធម៌ដល់កម្ពុជាតើចិនបរិច្ចាគដល់ថៃដែរទេដូចជាអត់ឃើញណាហើយការដឹកជំនួយមួយយន្តហោះយកទៅនេះជំនួយនេះវាគ្រាន់តែជានិមិត្តរូបទេវាអត់មានអីធំដុំទេណាchicken duck
បើសៀមចេះតែចង់មានសង្គ្រាមដូច្នេះតើប្រទេសយើងនឹងទៅជាយ៉ាងណាអាហ្នឹងយើងប្រុងប្រយ័ត្នយើងស្វែងរកខ្ញុំនឹងលើកអំពីវិធីឬក៏ត្រូវធ្វើដើម្បីស្វែងរកសន្តិភាពណាអានោះអញ្ចឹងវ៉ាន់ថាអញ្ចឹងវ៉ាន់ Demetri ឈ្មោះស្អីអញ្ចឹងដល់ពេលគេប៉ាត់បន្លាអញ្ចឹងតើពួកថៃនឹងចាប់ដើមដកបង្គោលចាស់ចោលបាត់ទេឬក៏បង្ខិតបង្គោលខ្ញុំបានបញ្យល់ពីដែល JBC គេព្រមក្នុងការកំណត់បន្ទាត់ព្រំដែនដែលវាមាន5កិច្ចការខ្ញុំទៅនឹងនិយាយហើយដូច្នេះហើយទោះបីគេបង្ខិតឬគេដកកវត្តចោលក៏ដោយក៏គេនៅតែរកឃើញខ្សែព្រំដែនដែរដោយសារគេមានឧបករណ៍វិទ្យាសាស្ត្រហើយគេមានកំណត់ហេតុនៃបង្គោលទាំង74ដែលបារាំងបានបោះជាមួយនឹងសៀមណាអញ្ចឹងវាអត់បាត់ទៅណាទេបន្ទាត់ព្រំដែននោះទោះបីគេដកបង្គោលកវត្តចោលក៏ដោយតែការទទួលពាក្យបណ្ដឹងរបស់ ICC ជាចំណែកមួយនៃបទឈប់បាញ់ទេអត់ទេកូនតើខ្ញុំត្រូវបញ្យល់លោកយាយលោកតានៅតាមជនបទបែបណាពេលដែលពួកគាត់ទទួលព័ត៌មានមិនពិតអត់ទេលោកតាលោកយាយគាត់អត់អាចយល់អីក្រៅពីគាត់ពិសាបាយទឹកទេដូច្នេះមិនបាច់ទេចៅយល់ខ្លួនឯងទៅបានហើយលោកតាយកយាយឲ្យគាត់សម្រាប់កាយារកបាយរកទឹកទៅណាសូជាតិតាសុកមិនដែលស្អប់តាសែនទេបាទត្រឹមត្រូវណាថៃវាយលើកនេះដោយសារមាត់ឆ្លើយហើយកូនណាតាគួនពិសីថៃតែងតែបង្ហាញនាវាចម្បាំងរហូតអំឡុងពេលសង្គ្រាមតើអាចមានលទ្ធភាពធ្វើចម្បាំងតាមផ្លូវទឹកអាចបើមានកិច្ចការអីវានឹងវាយតាគួនឆ្លើយហើយកុំសួរច្រើនដងពេកកូនណាបងថ្ងៃនេះរងចាំបងមិនមានសំណួរខ្ញុំតាំងពីម៉ោង4រសៀលនៅស្រុកខ្មែរម្លេះធ្វើមិនទៀងទេបងអើយប៉ុន្តែធ្វើបាន2 3ដងដែរតើបត់ឈប់បាញ់72ម៉ោងមានន័យថាក្រៅ72ម៉ោងគេបាញ់ទៀតមែនទេគេត្រូវចរចាទៀតតើយើងអាចរកផែនទី150,000ដែលសៀមគូសឯកភាពឯកតោភាគីនៅវត្តផ្សាយបានទេបានខ្លះក៏ប៉ុន្តែអត់មានតាមព្រំដែនទេពីព្រោះអត់ឃើញផ្សាយបើចង់បានតម្លៃ$6,800អាចទិញបានអូខេហើយអាចទិញបាន$6,800ទិញនៅអាមេរិកចំណែកឯតាម website វាអត់គ្រប់ហើយឆ្នាំដែលគេអាប់ដេតហ្នឹងខុសៗគ្នាអញ្ចឹងនឹងផែនទីហើយបើចៅឯងបានផែនទីហ្នឹងក៏ចៅឯងមើលនឹងពងតទេបើចៅឯងអត់ចេះមើលដឹងមើលមិនឲ្យយល់បើអត់ចេះមើលផងសូជាតិតាសុកជាមនុស្សពូកែគិតអត់ត្រូវការទេណាសូជាតិអត់ត្រូវការហ្នឹងទេអត់ត្រូវការសោះបាច់និយាយក៏បាននាំធ្ងន់ show ខ្ញុំតាសំសួរមួយថាថៃនឹងវាយលើកនេះដោយសារមាត់អូខេសួរដែរតាគួនសួរច្រើនដងហើយកូនណាសួរច្រើនដងឲ្យតាអានហួសពេលនាំពិបាកអូខេសួរច្រើនហួសណាសួរច្រើនហួសកូនសួរច្រើនហួសសួរដែរដោយអត់ចេះចាំមិនអត់ចេះរងចាំគ្នាឆ្លើយមនុស្ស1000នាក់អាណិតតាផងណាចៅឯងក៏មិន
tâm chụp bao nè anh đặt phong chúng ta xài bàn toàn chúng ta xài bàn và Cambodia fan club ការគោរព72ម៉ោងរួចខ្ញុំបានអត្ថាធិប្បាយនៅភាគមុនហើយនឹងភាគនេះហើយចាំចាក់ស្ដាប់សារជាថ្មីតើបើធម្មនុញ្ញអាស៊ានអត់ធ្វើការតើសមាជិកអាស៊ានទាំងអស់អត់ទេកូនប៉ាលីចៅឯងសួរនេះចៅឯងមិនបានអានធម្មនុញ្ញអាស៊ានទេចៅឯងមិនបានអានធម្មនុញ្ញអាស៊ានទេចៅឯងគាត់ទៅសួរទៅបើចៅឯងចង់ចេះចង់ដឹងអានធម្មនុញ្ញអាស៊ានចៅអត់មានអានធម្មនុញ្ញអាស៊ានទេគាត់ទៅចេញមកដឹងថាអត់អានហ្មងចៅឯងខ្ជិលហើយចៅឯងសួរថាផ្កាយមិនក៏មិនធ្លាក់មកអញ្ចឹងមកពីមេឃអញ្ចឹងឈប់ជឿមេឃហើយព្រោះផ្កាយមិនធ្លាក់អាហ្នឹងមនុស្សខ្ជិលអញ្ចឹងណាកូនណាអញ្ចឹងបើចង់ដឹងតើទៅអានធម្មនុញ្ញអាស៊ានហើយខ្លួនអត់អានហើយមកនិយាយអញ្ចឹងមិនកូនមានន័យថាសង្ឃឹមឲ្យផ្កាយធ្លាក់មកហើយដើរប្រាប់គេថាបើផ្កាយមិនធ្លាក់មកទេអត់ជឿមេឃមិនជឿឲ្យទៅមេឃអត់ខ្វល់អូខេអញ្ចឹងប៉ាលី6743បើចៅចង់ចេះវាតលតអានធម្មនុញ្ញអាស៊ានណាអូខេហេងថៃរឿងអស់ហ្នឹងយើងអត់មានធ្វើគ្រូទាយបានទេអារឿងគេបោះឆ្នោតហើយចប់សង្គ្រាមអីអញ្ចឹងឲ្យតែគេមុនបោះឆ្នោតគេវាយយើងអញ្ចឹងតែណាខ្ញុំគិតថាកុំយកចិត្តទុកដាក់រឿងហ្នឹងគិតរឿងយើងសិនណាអញ្ចឹងយើងគិតថាឲ្យតែគេហ្មងបោះឆ្នោតគេវាយដល់បោះឆ្នោតហើយគេជប់វាយអញ្ចឹងយើងនឹងចាំតែឲ្យគេវាយហើយជប់វាយគេវាយជប់វាយអញ្ចឹងដែរអត់ទេយើងកើតជាមនុស្សយើងត្រូវគិតណាយើងត្រូវគិតអូខេអាហ្នឹងអញ្ចឹងបាទវុធីគេចង់មានសេដ្ឋកិច្ចខ្លាំងដូចចិនកម្លាំងយោធាដូចអាមេរិកហើយដល់និយាយប្រាប់គេថា1លានជាតិទៀតអាចឃើញបានតែ1មីសគេថាយើងបំបាក់ទឹកចិត្តគេអាហ្នឹងអញ្ចឹងសេដ្ឋកិច្ចបានត្រឹម30% វៀតណាមក៏មិនអាចទៅរួចផងឆ្ងាយណាបើដេកតែខ្ជិលដេកតែជោហើយជឿតែរបស់ fake មិនងាយទេណាមិនងាយទេណាមិនងាយសោះឡើយលោកតាធ្វើម៉េចបានអាចទិញយន្តហោះពីអាមេរិកបានដកមួយមាសទិញដកមួយមាសមកនោះរាប់ហើយទៅស្ថានទូតអាមេរិកថាខ្ញុំមានមួយមាសមកក្តាប់ហើយចង់ប្រាប់ទៅប្រធានាធិបតីដូណាល់ត្រាំថាទៅទិញយន្តហោះស្ថានទូតរត់ឡើងញាប់ជើងរាប់មួយមាសកូនឯងហើយនឹងបញ្ជូនយន្តហោះមកស្អែកងាយបំផុតដកមួយមាសទិញហើយមកដល់ហ្នឹងគឺកូនឯងយកវាអូសលេងពេញនៅមុខផ្ទះធំណាគំនិតកូនចៅយើងធំណាគំនិតមួយហ្នឹងចង់ឲ្យខ្លាំងដូចអាមេរិកចង់ឲ្យពូកែដូចចិនគំនិតមួយទៀតចង់ទិញយន្តហោះអាមេរិកចៅភ្លេចហើយនៅសង្គ្រាមប្រហែលថ្ងៃនេះកងទ័ពស៊ីអំបុកស្រូវថ្មីតាមមួយមាសអត់មានអីស៊ីផងហាមាត់ឡើងសិតតែចង់ទិញយន្តហោះអាមេរិកនេះគឺជាភាពដ៏អស្ចារ្យនៃខួរក្បាលកូនខ្មែរអញ្ចឹងណាកូនបន្តិចទៀតដកមួយមាសទិញអានាវាផ្ទុកយន្តហោះមួយមកដាក់នាវាចម្បាំងសៀមគាត់នាវាផ្ទុកយន្តហោះមកដកមួយមាសមកទិញបាទតែហ៊ានស៊ីអំបុកចៅសួរទិញយន្តហោះអូខេ
ធំបំណងប្រាថ្នាដែលធំជាងភ្នំហៃសានទៅទៀតchange ចលាចោមខ្លៅ Military Academy ចាំនិយាយឲ្យស្ដាប់នឹងខ្ញុំចូលចិត្តនិយាយមានវិធីសាស្ត្រអ្វីដើម្បីឲ្យរដ្ឋាភិបាលកម្ពុជាកែប្រែបានមានតែអង្វរគាត់នឹងឯងអង្វររដ្ឋាភិបាលឲ្យកែប្រែលើសពីហ្នឹងមិនដឹងធ្វើម៉េចទេចាប់ពីពេលនេះទៅស្រុកខ្មែរអាចនឹងពិបាកបញ្ចេញមតិខ្លាំងហើយអ្នកខ្លះគេថាអត់មានលំបាកផងណាហេម៉េងឃើញមាន drone នៅកំពង់ស្ពឺលោកតានៅអូរ៉ាល់ថៃអាចវាយទេអត់ដឹងទេកូនអរគុណចំពោះព័ត៌មានស្អែកថ្ងៃទី29បុណ្យទិវាសន្តិភាពកម្ពុជាហើយអរគុណជាព័ត៌មានណាញាប់លោកតាទីតាំងដែលថៃពាត់យកយើងអាចយកមកវិញទេឬត្រូវបាត់បង់មិនបាត់បង់ទេត្រូវចរចាគ្នាដោយ JBC ណា gaming slot ថៃអាចវាយទៀតទេអាចវាយវុធីសៀងនួនជាគាត់ថាអនិច្ចាខ្មែរយើងនេះហើយយើងនេះអនិច្ចាខ្មែរយើងអើយយើងនេះអើយតទៅសូនហើយកុំប្រងើយត្រូវខំប្រឹងឡើងនួនជានិយាយល្អប៉ុន្តែគាត់បំរើយួនតាំងពីអាយុ20ជាងហើយគាត់ជាផ្នែកមួយនៃការជំរុញឲ្យកាប់សម្លាប់ខ្មែររហូតចុងក្រោយគាត់ក៏ត្រូវគេផ្ដួលពីអំណាចដូចអ្នកសោតកំណាព្យណាដូចអ្នកសោតកំណាព្យចេះសោតកំណាព្យប៉ុន្តែអត់ចេះធ្វើការដូចមុំសំណងដូដែលបើកវិទ្យុសម្បុកអម៉ាល់ចេះនិយាយអីចឹងប៉ុន្តែធ្វើអត់កើតទេណាពីព្រោះចំណុចខ្សោយនៅប្រឡោះផ្លូវនួនជាចេះនិយាយអើយចឹងប៉ុន្តែសម្រាប់ធ្វើបាបទៅខ្មែរគ្នាឯងណាលោកហ៊ុនសែនចែកសភៅបោះជាលួតខ្ញុំក្រមងុយក៏ប៉ុន្តែអត់ធ្វើតាមក្រមងុយទេធ្វើផ្ទុយពីក្រមងុយអានឹងចឹងណាវុធីសេងបញ្ញាវិសាលតាអត់ស្គាល់ទេអាអេរី51ហ្នឹងតាសប្ងៃក្រោកពីដេកឡើងមើលតពងតាទេកូនទីដំបូងគឺត្រូវកាន់វាជាប់ខ្លាចប្រឡាក់ខោទី2ខ្លាចវាបាញ់ខុសទី3អាលាក់វាឲ្យអស់ទី4លាងទឹកជូតឲ្យស្ងួតបើមិនចឹងវាប្រៃច្រឡំយកដៃមកលិតអីទៅប្រៃចំណែកអាអេរី51អីអេលៀនអីតាអត់ស្គាល់ទេតាងើបឡើងនៅក្នុងសហរដ្ឋអាមេរិកពេលងើបឡើងគឺរបស់ដែលតាឃើញជាងគេគឺអាពងតាមើលឃើញតពងទេសប្ងៃតាចេះត្រឹមតពងទេចៅឯងនៅស្រុកខ្មែរចេះជាងតាមានអីណាអេរី51អីអេលៀនអីណាបាទតែចៅឯងភ្លេចថាចៅឯងនៅស្រុកខ្មែរតាប្រហែលលៀនដាតចៅឯងស្គាល់ដល់អេលៀនស្រុកតាប៉ុន្តែចៅឯងអត់ដែលដឹងថាខ្លួនឯងតែគេជន់លៀនដាតទេខំទៅចៅសិតតែមនុស្សឆ្លាតតាណាអត់គិតទេតែព្រលឹមឡើងគិតរឿងពងដល់ពេលថ្ងៃបន្តិចគិតរឿងជុះណាគិតរឿងជុះស៊ីជុះមិនចេះទ្រាន់ល្មមអាចរយពាន់ផ្ទាន់តណ្ហាទោសៈមោហៈនឹងអាហាចើតឃ្លានជាធម្មតានៃក្រពាំងមាត់ជាប់នឹងក្តិតមិនកាត់ឡើយស៊ីហើយខំជុងខ្លាចទល់ស្ទាំងចើតជុងហើយខំលុបលៀងជំរះលៀងឲ្យក្រពាំងហ៊ុនសែនស៊ីម្ដងទៀត
អាចចាំងជួងចោលជាធូលីអាចខ្លាំងតាឆ្លីអោបកណ្ដៀតចិញ្ចឹមក្នុងទុកធ្វើជាងៀតលក់ទិញសងសៀតឆ្លក់អាក់ឯងបានស៊ីសក់ខ្លួនស្ងួនមួយផ្លែតជួងរួចបាត់ខេតស៊ីត្រាវតែឯងស្រាប់តែសៀមលឺវាយខ្លាំងក្តែងផ្លេចខ្លួនស៊ីត្រាវតែឯងអស់ប៉ោងខោលោកអើយមើលចង់ជាតិជាអាចបើសិនច្របាច់វាមិនស្អុយចេះតែមើលឃើញគេពុកផុយរីឯខ្លួនឯងអស់មានស្លុយទីបំផុតក៏ចរចាស្រវេស្រវារកឈប់បាញ់រត់ទៅស៊ី burger ម្ដងស៊ីបាញ់កាញ់នៅពេលវៀតណាមថាអត់ឲ្យឈប់បាញ់រត់ទៅស៊ីស៊ុបចិនទៅវិញត្រង់នេះហើយអានឹងរឿងហ្នឹងឯងដូចជាចៅចឹងអូឆ្លាតណាឆ្លាតរហូតដល់អេរី51ឯតាណាខំប្រឹងលាស់ពងណាអញ្ចឹងវិលមកជួបគ្នា3នាទីទៀតជំរាបលា